នមធុរតនតយសៈខ្ញុំកោណាសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពដល់ពងពោះសូមនមស្ការចំពោះព្រះមហាទេនុទេទាំងឡាយជាទីគោរពប្រអានសូមសួរសុខចំពោះញាតិញោមប្រជាពលរដ្ឋរិស័ទទាំងឡាយជាទីមេត្រីយោងទៅតាមឯកសារនៃព្រះត្រៃបិដកលេខ6មហាវគ្គបឋមភាពសម្មាសម្ពុទ្ធត្រង់សម្ដែងមានច្រើនបណ្ដាធម៌ទាំងឡាយនោះមានធម៌មួយជាពិសេសពិសេសជាធម៌មួយដែលនាំមកនៅសេចក្តីសុខជាធម៌មួយដែលនាំទៅរលត់នៅសេចក្តីទុក្ខដែលព្រះអង្គទ្រង់សម្ដែងជាបឋមទេសនានាព្រះអេសេបតនវិកទាយវ័នត្រាស់ចំពោះបញ្ចវគិភិក្ខុទាំង5ព្រះអង្គមានព្រះកោដញ្ញៈជាបឋមធាននៅក្នុងឱកាសនោះទាំងឡាយនេះព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឈ្មោះថាអដ្ឋង្គិកមៈទាំង8អដ្ឋង្គិកមៈទាំង8មានន័យថាមគ្គដែលប្រកបទៅដោយអង្គ8ទី1គឺការយកឃើញត្រូវទី2គឺការត្រេះរិះត្រូវទី3គឺការងារត្រូវទី4គឺសម្ដីត្រូវទី5គឺការចិញ្ចឹមជីវិតត្រូវទី6គឺការព្យាយាមត្រូវទី7គឺការរលឹកឬស្មារតីត្រូវទី8ការស្មារតីឬក៏ការតម្កល់ចិត្តដោយប្រពៃអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំកាលណានឹងលើកយកនៅអង្គទី1ឈ្មោះថាសម្មាទិដ្ឋិសម្មាទិដ្ឋិបានន័យថាសម្មាប្រែថាប្រពៃឬល្អទិដ្ឋិប្រែថាការយកឃើញនៅក្នុងការសម្មាទិដ្ឋិការយកឃើញត្រូវឬការយកដឹងត្រូវនឹងយ៉ាងណាបែបណាបានន័យថាការឃើញនៅសភាវៈពិតឃើញហើយយើងដឹងណាដឹងនៅអ្វីដឹងនៅអរិយសច្ចៈ4អរិយសច្ចៈ4គឺសេចក្តីពិតគឺឃើញនៅសភាវៈទុក្ខគឺការចាស់ទុត្រោមក្រមគ្រាជំងឺឈឺដំកានិងមរណៈឃើញនៅមនុស្សដែលយើងមិនធ្លាប់ឃើញប៉ុន្តែយើងក៏ទុក្ខជួបមនុស្សដែលធ្លាប់រស់នៅជាមួយគ្នាប៉ុន្តែថ្ងៃមួយប្រត់ប្រាស់យើងសោកយំសោកបោកខ្លួនរមួយដឹងនៅរបស់ដែលយើងប្រាថ្នាមិនបានដូចចិត្តអានឹងគឺជាទុក្ខមានន័យថាពេលដែលទុក្ខទាំងឡាយទាំងពួងមានអរិយសច្ចៈ4ជាដើមយើងឃើញយ៉ាងនេះយើងទទួលយ៉ាងនេះយើងដឹងដល់ប្រពៃយ៉ាងនេះឈ្មោះថាសម្មាទិដ្ឋិយើងទទួលព្រមនឹងការពិតយើងដឹងមូលហេតុនៃនាំឲ្យកើតនៅសេចក្តីទុក្ខទាំងអស់នេះហើយឃើញពេលដែលឃើញដឹងមូលហេតុយ៉ាងនេះយើងរកនៅផ្លូវប្រតិបត្តិដើម្បីនៅសេចក្តីសុខអញ្ចឹងធម៌សម្មាទិដ្ឋិពេលដែលយើងឃើញយ៉ាងនេះប្រាប់បំណងរបស់ព្រះអង្គចង់ឲ្យយើងឃើញរោមរស់ជាមួយនឹងសេចក្តីទុក្ខដើម្បីសេចក្តីសុខឃើញនៅអនិច្ចាលក្ខណៈឃើញនៅសភាពដែលមិនទៀងប្រែប្រួលមិនទៀងទាត់ប្រែប្រួលឃើញនៅសភាពដែលមិនមែនខ្លួនឃើញយ៉ាងនេះពេលដែលយើង apply នៅក្នុងជីវិតយើងនឹងមិនកាត់ទុក្ខយើងនឹងមិនបន្ទោសពេលដែលបញ្ហាកើតឡើងគឺបញ្ញាដែលយើងឃើញយ៉ាងនេះគឺយើងរួមរស់ជាមួយសេចក្តីទុក្ខជីវិតរបស់យើងរមែងរំមកសេចក្តីសុខរស់នៅដោយប្រពៃរស់នៅដោយប្រកបទៅដោយធម្មៈគឺពធរបស់ព្រះសម្មាសម្ពុទ្ធ